បាទសួស្តីបងប្អូនអ្នកបើកបរកង់3ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមរៀបរៀវបន្តិចសូមណែនាំឲ្យបងប្អូនយើងអ្នកបើកបរកង់3ទាំងអស់មកភ្ជាប់ជាមួយនឹងក្រុមហ៊ុន Tida Onco App ណាបងប្អូនយើងឆ្ងល់ចំមួយនេះមិនចេះថ្ងៃនេះមកបកាច់អីណែនាំឲ្យមកភ្ជាប់ជាមួយនឹងក្រុមហ៊ុន App ព្រោះយើងដឹងហើយថាក្រុមហ៊ុន App មួយណាក៏ដូចមួយណាដែរអត់មានអាណាល្អជាងអាណាទេណាធ្លាប់តែនាំបងប្អូនយើងធ្វើការតវ៉ាបាតកម្មទីមទាសុំឡើងតម្លៃថ្លៃនឹងបញ្ចុះកម្រិតជើងសារចុងថ្ងៃនេះមកបកាច់អីមកណែនាំឲ្យបងប្អូនយើងភ្ជាប់ App បាទបន្តិចទៀតនេះខ្ញុំនឹងប្រាប់បងប្អូនយើងឲ្យស្គាល់ពីអត្ថប្រយោជន៍នៃក្រុមហ៊ុន Tida Onco App បាទហើយបងប្អូនយើងមួយចំនួនគឺបងប្អូនយើងដឹងហើយថាខ្ញុំមិនមែនចេះតែផ្សព្វផ្សាយនៅអត្ថប្រយោជន៍ដល់ក្រុមហ៊ុនមួយណាទេខ្ញុំតែងតែរិះគន់រាល់ចំណុចអសកម្មបាទប៉ុន្តែដោយសារតែខ្ញុំបានទៅជួបជាមួយនឹងក្រុមហ៊ុន Tida Onco App ហើយគាត់មានការលើកវែកញែកសេចក្តីបាទបញ្យល់យើងពីដំណាក់កាលមួយទៅដំណាក់កាលមួយបាទជាពិសេសគឺចំណុចល្អនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាមួយនឹងក្រុមហ៊ុន Tida Onco App អញ្ចឹងខ្ញុំនឹងប្រៀបរាប់ប្រាប់ពីអត្ថប្រយោជន៍ដែលក្រុមហ៊ុន Tida Onco App បានផ្ដល់ឲ្យបងប្អូនទី1អត្ថប្រយោជន៍ដែលបងប្អូនទទួលបាននោះគឺនៅពេលណាដែលបងប្អូនណែនាំសមាជិកឲ្យមកភ្ជាប់គឺបងប្អូនទទួលបានអត្ថប្រយោជន៍នឹងទី1 5% ណាបងប្អូនរាល់ពេលដែលបងប្អូនណែនាំគឺបងប្អូនទទួលបាន 5% នៅពេលដែលសមាជិកបងប្អូនណែនាំនោះទៅណែនាំបងប្អូនមួយសមាជិកផ្សេងទៀតគឺបងប្អូនទទួលបាន3%ណា3%នោះអ្នកដែលណែនាំម្នាក់ទៅម្នាក់ទៀតគឺបងប្អូនទទួលបាន 1% ជារៀងរហូតណា 1% នេះគឺបងប្អូនទទួលបានពេញមួយជីវិតតែម្ដងបើទោះបីជាបងប្អូនឈប់រត់កង់3ឈប់ប្រកបមុខរបរនេះគឺបងប្អូនទទួលបាន 1% នេះពេញមួយជីវិតតែម្ដងណាបងប្អូនលុយនឹងគឺបងប្អូនបើកបានជារៀងរាល់ឆ្នាំណាបងប្អូនក្នុងមួយឆ្នាំគឺបងប្អូនយើងអាចបើកបានណាមិនថាថ្ងៃណាទីប្រហែលទេឲ្យតែក្នុងរយៈពេលមួយឆ្នាំបើទោះបីជាបងប្អូនមិនរត់កង់3នេះជាមួយនឹងក្រុមហ៊ុន Tida Onco App ក៏បងប្អូនអាចបើកបានដែរនេះជាអត្ថប្រយោជន៍របស់បងប្អូនហើយរាល់ពេលដែលបងប្អូនមានភ្ញៀវដឹកបងប្អូនណែនាំភ្ញៀវទៀតណាឲ្យភ្ជាប់ទៀតបងប្អូនសុទ្ធតែរកចំណូលបានទាំងអស់ពីក្រុមហ៊ុន App Tida Onco ប្រសើរជាងក្រុមហ៊ុនផ្សេងដែលគ្មានសារៈដែលគ្មានអត្ថប្រយោជន៍ឲ្យបងប្អូនមិនត្រឹមតែគ្មានអត្ថប្រយោជន៍ជូនដល់បងប្អូនទេគឺមានតែការកាត់កម្រៃជើងសារពីបងប្អូនបន្ថែមទៀតណាហើយបើនិយាយពីកម្រៃជើងសារនេះទៀតសោតបងប្អូនគឺកាត់ទៀបជាងក្រុមហ៊ុនផ្សេងទាំងអស់ណាបងប្អូនគឺអត់មានកាត់ដូចសពថ្ងៃនេះកាត់ដូចចាក់កបងប្អូនអីអត់ទេណាគឺកម្រៃជើងសាររបស់ខាងក្រុមហ៊ុន App Tida នេះគឺកាត់ទៀបបំផុតមែនទែនហើយបងប្អូនយើងមួយចំនួនគាត់ឆ្ងល់ទៀតថាក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរបានតែដំបងតែយូរទៅវាគង់តែសកត់កបងប្អូនវាគង់តែធ្វើស៊ីបងប្អូនដោយតែក្រុមហ៊ុន App មុនដូចតែគ្នាទេណាល្អបានតែដំបងទេឥឡូវខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនថាមុននឹងខ្ញុំមកផ្សព្វផ្សាយនេះគឺខ្ញុំក៏បានយល់ខ្លះមិនមែនយល់ខ្លះទេគឺយល់បានច្រើនណាហើយខ្ញុំនឹងប្រាប់បងប្អូនថាsystem បាទរាល់ការដែលមានក្រុមហ៊ុននេះមក system គឺมันអាចកែប្រែបានជាដាច់ខាតណាបងប្អូនគឺมันអាចកែប្រែបានទេអញ្ចឹងរាល់ការលុយប្រាក់ចំណូលរបស់បងប្អូននៅពេលណាដែលចូលនៅក្នុងប្រព័ន្ធ system App Tida Onco នេះហើយគឺมันអាចកែប្រែបានទេបើកែប្រែលុះត្រាតែបិទក្រុមហ៊ុននឹងតែម្ដងបាទលេងមានវត្តមានក្រុមហ៊ុននឹងតែម្ដងអញ្ចឹងរាល់ការប្រាក់ចំណូលរបស់បងប្អូនចូលទាំងចំណូលទាំងបងប្អូនថ្លៃដឹកទាំងចំណូលដែលក្រុមហ៊ុនកាត់កម្រៃជើងសារ 5% ដែលបងប្អូនទទួលបានពី Tida App Onco គឺអត់បាត់មួយកសិទេគឺបងប្អូននៅក្នុងនឹងតែម្ដងហើយមានកញ្ចប់ពីកញ្ចប់គឺមានកញ្ចប់ប្រចាំខែក៏ដូចជាកញ្ចប់ប្រចាំឆ្នាំអញ្ចឹងបងប្អូនយើងអាចបើកទៅតាមកញ្ចប់នីមួយដែលបងប្អូនទទួលបានអត្ថប្រយោជន៍ពីខាងក្រុមហ៊ុន App Tida Onco ណាហើយកម្រិតកម្រៃជើងសារដូចខ្ញុំនិយាយអញ្ចឹងគឺកាត់អត់ឲ្យលើសពីក្រុមហ៊ុនផ្សេងទេគឺកាត់ទៀបជាងក្រុមហ៊ុនផ្សេងនេះជាឆន្ទៈរបស់ខ្មែរគឺ Tida Onco នេះគឺជារបស់ខ្មែរសុទ្ធសាធតែម្ដងហើយក្រុមហ៊ុននេះទើបតែបើកដំណើរការទេហើយបងប្អូនអាចតំណែងមកខ្ញុំបានតាមព័ត៌មានលម្អិតអ្វីផ្សេងទៀតគឺបងប្អូនអាចសាកសួរតាមរយៈខ្ញុំហើយខ្ញុំឃើញថានេះគឺជាអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនអ្នករត់កង់3ប្រសើរជាងក្រុមហ៊ុនផ្សេងដែលសប្តាហ៍ថ្ងៃនេះកំពុងតែស៊ីញើសឈាមជញ្ជក់ឈាមកម្លាំងរបស់បងប្អូនខ្លាំងណាស់អញ្ចឹងទេសូមឲ្យបងប្អូនយើងមេត្តាចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយជីវភាពអ្នករត់កង់3ហើយបងប្អូននឹងមានប្រាក់ចំណូលនិងមានប្រាក់បៀវត្សសម្រាប់ចិញ្ចឹមខ្លួនឯងទៅថ្ងៃខាងមុខនៅពេលណាដែលបងប្អូនចូលរួមជាមួយនឹងក្រុមហ៊ុន Tida Onco